ញោមក្រូចថ្លុងតាមបែបអ្នកបាត់ដំបងធ្លាប់តែលឺអត់ដែលបានធ្វើហើយក៏អត់ដែលបានញ៉ាំដែររសជាតិឈ្ងុយចេញពីសាច់ដូងលីងជូរអែមស្រស់ចេញពីក្រូចថ្លុងរបៀបធ្វើស្តៀងតែញោមយើងធម្មតាគ្រាន់តែផ្លែត្រង់ដាក់សាច់ដូងលីងហើយនឹងក្រូចថ្លុងនឹងឯងដំបូងគេញោមមកដាក់ស្ងោរសាច់ខ្ញុំប្រើសាច់ជ្រូក3ជាន់ស្ងោរវារយៈពេល20នាទីឲ្យសាច់នឹងឆ្អិនល្អសាច់ឆ្អិនស្រង់ចេញទុកឲ្យត្រជាក់បន្ទាប់មកញោមមកលីងសាច់ដូងទុំប្រើភ្លើងតិចលីងតតែសាច់ដូងឡើងស្ងួតហើយមានក្លិនឈ្ងុយបន្ទាប់មកញោមឲ្យហាន់សាច់ដែលយើងបានស្ងោរនឹងហាន់វាជាចំណិតតូចល្អិតហាន់ហើយយើងដាក់ក្នុងចានទុកមួយឡែកយើងមកបកក្រូចថ្លុងម្ដងក្រូចថ្លុងនេះម៉ាក់ក្មេងខ្ញុំឲ្យពី3ថ្ងៃហើយគាត់ឲ្យមក2ផ្លែតែខ្ញុំធ្វើតែតូចទេខ្ញុំទៅតែចេះស្ទាយបកក្រូចថ្លុងថ្មីបែបនេះងាយហើយលឿនទៀតគ្រាន់តែសាច់ក្រូចហ្នឹងវាអត់បានដុំធំទេក្រូចបករួចហើយខ្ញុំបេះវាជាដុំតូចល្មមបែបហ្នឹងហើយនេះគ្រឿងផ្សំទាំងអស់ដែលយើងត្រូវយកមកញ៉ាំមកមើលអត់តាន់ទេអាចស្កប់វីដេអូសិនបានទឹកត្រីដែលនៅសល់ពីទឹកត្រីផ្អែមថ្ងៃមុនហ្នឹងខ្ញុំយកមកញ៉ាំដាក់ទឹកត្រី3ស្លាបព្រាបាយដាក់ខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសចូលច្របល់ឲ្យសព្វសិនដាក់សាច់3ជាន់ដែលយើងហាន់ហើយនឹងចូលកូរច្របល់ឲ្យសព្វគ្រឿងផ្សំខ្ញុំដាក់ម្ដងមួយដើម្បីឲ្យញ៉ាំយើងវាចូលជាតិបានល្អច្របល់សាច់ជ្រូកនឹងបានសព្វហើយយើងចាក់ក្រូចថ្លុងចូលច្របល់ក្រូចថ្លុងបានបន្តិចហើយយើងដាក់បន្លែការ៉ុតហើយនិងទឹកសក់ដែលយើងបានហាន់ហើយនឹងចូលពេលនឹងខ្ញុំពាក់ស្រោមដៃដើម្បីងាយស្រួលច្របល់ចុះច្របល់ឡើងឲ្យគ្រឿងទាំងអស់នឹងសព្វចូលគ្នាល្អហើយយើងដាក់ជីរបស់យើងចូលមកជីខ្ញុំមានជីក្រហមជីបន្លែហើយនិងជីពណ៌ត្រី2-3ស្លឹកដែរហើយចុងក្រោយគេខ្ញុំរោយសាច់ដូងលីងជាមួយនឹងស្តេចដីចូលដំបូងខ្ញុំគិតថាដាក់សាច់ដូងលីងអញ្ចឹងប្រហែលជាញ៉ាំទៅស្កាទេតែអត់ទេពេលញ៉ាំទៅខ្ទិះចេញពីដូងលីងហ្នឹងឆ្ងាញ់មែនទែនច្របល់រួចរាល់អស់ហើយខ្ញុំភ្លក់មើលរាងសាបហើយនឹងស្ទើរជូរអញ្ចឹងខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាបាយជាមួយនឹងក្រូចឆ្មា2ចំណិតទៀតរសជាតិប៉ុណ្ណឹងមកល្មមឆ្ងាញ់ហើយខ្ញុំចាប់ដាក់ចានហើយរោយសាច់ដូងលីងពីលើថែមទៀតឲ្យមើលទៅកាន់តែទំនងហើយមុនញ៉ាំមកបានយកទៅក្លាសេតិចអីកាន់តែឆ្ងាញ់តែខ្ញុំធ្វើឲ្យភ្លាមញ៉ាំភ្លាមដោយសារតែដល់ម៉ោងបាយហើយដែរហើយបងប្អូនបើចង់ដឹងថារសជាតិបែបណាកុំភ្លេចសាកធ្វើញ៉ាំណា